taត្រូវធ្វើយ៉ាងណាដើម្បីយើងអាចជ្រើសរើសដៃគូជីវិតបានត្រឹមត្រូវនិងស័ក្តិសមសម្រាប់ខ្លួនយើងការជ្រើសរើសដៃគូជីវិតគឺជាការសម្រេចចិត្តដ៏ធំបំផុតតើយើងធ្វើយ៉ាងណាទៅទើបយើងអាចដឹងថាយើងនឹងជ្រើសរើសបានត្រឹមត្រូវហើយស័ក្តិសមជាមួយនឹងខ្លួនយើងចាថ្ងៃនេះនាងខ្ញុំនឹងជូនជាទុនគំនិតមួយចំនួនដើម្បីឲ្យអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសដៃគូជីវិតបានត្រឹមត្រូវទី1យើងត្រូវជ្រើសរើសមនុស្សដែលស័ក្តិសមនឹងយើងស័ក្តិសមនៅទីនេះបានន័យថាសមនឹងចិត្តរបស់យើងហើយយើងសប្បាយចិត្តនៅពេលដែលមានគេចូលមកនៅក្នុងជីវិតព្រោះថាមនុស្សដែលស័ក្តិសមនឹងចិត្តយើងគឺយើងនឹងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសេចក្តីសុខរួមគ្នាហើយយើងហ៊ានជ្រើសរើសបុគ្គលម្នាក់នោះដោយបើកចំហដោយគ្មានការលាក់កំបាំងពីនរណាម្នាក់ឡើយចាទី2យើងត្រូវតែជ្រើសរើសមនុស្សតាមតថភាពពិតជាគោលមិនមែនជាការស្រមើស្រមៃពីព្រោះថាមនុស្សដែលផ្ដល់ភាពពិតមកដល់យើងគឺគាត់នឹងមិនធ្វើឲ្យយើងមានអារម្មណ៍ថារងចាំឡើយគេគឺជាប្រភេទមនុស្សដែលគេហ៊ានបង្ហាញប្រាប់យើងពីអ្វីដែលគេមាននិងអ្វីដែលគេគ្មានហើយមនុស្សដែលគ្មានការលាក់បាំងចំពោះយើងដោយសារតែគេមិនចង់ឲ្យយើងមានការខកចិត្តចំពោះគេចាទី3គឺយើងត្រូវជ្រើសរើសមនុស្សដែលគេចង់នៅក្បែរយើងមនុស្សប្រភេទនេះគឺគេស្រឡាញ់យើងហើយទទួលយកយើងក្នុងនាមយើងជាយើងគេមិនមែនចង់នៅក្បែរយើងដោយសារតែដើម្បីផលប្រយោជន៍ណាមួយនោះឡើយចាស់ធម្មតាទេមនុស្សដែលស្រឡាញ់គ្នាគឺតែងតែចង់នៅក្បែរគ្នាដូច្នេះគេគ្មានភាពលាក់បាំងនិងធ្វើឲ្យយើងមានអារម្មណ៍សង្ស័យចំពោះគេឡើយចាទី4គឺយើងត្រូវតែជ្រើសរើសមនុស្សដែលធ្វើនេះធ្វើនោះដើម្បីយើងដោយសារតែមនុស្សដែលស្រឡាញ់យើងគាត់ធ្វើដើម្បីយើងគឺធ្វើដោយសុទ្ធចិត្តគាត់មិនមែនធ្វើគ្រាន់តែបំពេញមុខឬក៏បង្ក្រប់កិច្ចឡើយមនុស្សប្រភេទនេះគឺគេជាអ្នកផ្ដល់ឲ្យយ៉ាងពិតប្រាកដគេមិនគ្រាន់តែនិយាយនោះទេគឺគេនឹងធ្វើឲ្យចេញជាសកម្មភាពពិតតែម្ដងចាមួយទៀតគឺយើងត្រូវតែជ្រើសរើសមនុស្សដែលគេទុកយើងជាគូជីវិតពិតរបស់គេនៅក្នុងន័យនេះមិនមែនគេគ្រាន់តែទុកយើងគឺជាជំរើសលេងគ្រាន់តែជាឈ្នន់ឬមួយក៏ទុកតែបំពេញមុខរបស់គេឬមួយក៏បង្ហាញពីភាពអស្ចារ្យរបស់គេនោះទេវត្តមានរបស់យើងគឺតែងតែស្ថិតនៅក្នុងគម្រោងអនាគតរបស់គេជានិច្ចហើយគម្រោងអនាគតនេះមិនមែនគ្រាន់តែនិយាយដើម្បីឲ្យសប្បាយចិត្តនោះទេវាគឺជាគម្រោងអនាគតដ៏ពិតប្រាកដចាអញ្ចឹងទុនគំនិតចុងក្រោយគឺយើងត្រូវតែជ្រើសរើសមនុស្សដែលស្រឡាញ់យើងពិតប្រាកដពីព្រោះថាអ្នកដែលស្រឡាញ់យើងពិតប្រាកដណាទោះបីជាគេរវល់យ៉ាងណាក៏ដោយក៏គេនៅតែព្យាយាមរកវិធីសាស្ត្រណាមួយដែលធ្វើឲ្យយើងមានអារម្មណ៍ថាកក់ក្ដៅបានដែរគេតែងតែព្យាយាមរកអ្នកនឹងនៅក្បែរអ្នកគ្រប់ពេលដែលអ្នកមានបញ្ហាពីព្រោះថាគេចង់ជួយដល់អ្នកមិនថានៅក្នុងកលៈទេសៈណាក៏ដោយអ្នកក៏នៅតែជាមនុស្សសំខាន់នៅក្នុងជីវិតរបស់គេអ្នកមិនមែនជាបន្ទុកឬមួយក៏ជាភារកិច្ចដែលគេត្រូវតែបំពេញនោះទេក៏ប៉ុន្តែវាគឺជាការគោរពនិងការផ្ដល់ការយកចិត្តទុកដាក់រវាងគ្នានឹងគ្នាចាស់នេះខ្ញុំសង្ឃឹមថាចំណុចទាំងអស់នេះនឹងអាចជួយឲ្យអ្នកទាំងអស់គ្នាអាចជ្រើសរើសដៃគូជីវិតបានកាន់តែត្រឹមត្រូវនិងស័ក្តិសមជាមួយនឹងខ្លួនអ្នកហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយ